ប្រហែលថ្ងៃមុនហ្នឹងឃើញបើកចំរហូតកូនឥឡូវហ្នឹងសាមកធ្វើញ៉ាំម្ដងយើងមានតកួនហើយមានជាមួយនឹងម្ទេសហើយនឹងសាច់គោទៅអត់ប្របាក់ក្នុងការធ្វើទេព្រោះរិសាឃើញគេធ្វើងាយស្រួលឥឡូវសាកធ្វើខ្លួនឯងម្ដងហើយនេះដាក់ខ្ទះ The Seafood ជាភោជនីយដ្ឋានឈានមុខគេនៅព្រៃវែងបន្លែមានច្រើនមុខទេមានការ៉ុតចលួងស្ពៃហើយនេះគឺតកួនហើយមានក្រូចឆ្មាហើយទឹកជ្រក់របស់យើងគឺមានច្រើនមុខមែនតែនតែម្ដងតាមចំណង់ចំណូលចិត្តចង់ញ៉ាំមួយណាក៏បានហើយសាច់គោរបស់យើងក៏បានប្រឡាក់រួចជាស្រេចជាមួយនឹងម្ទេសហើយចាន់ក៏ត្រៀមរួចរាល់ជាធម្មតាមុខម្ហូបនេះគេហៅថាគោកិច្ចញ៉ាំជួបជុំមិត្តភ័ក្តិគ្រួសារអីហ្នឹងគឺសប្បាយមែនតើយើងញ៉ាំបដាជជែកគ្នាបដាយើងដាក់ឆាវចុះឆាវឡើងចឹងទៅអូយអែមែនតើហើយយ៉ាងពេលដែលយើងបានដាក់ចង្កានខ្ជុងចេះទៀតណាគឺងុំល្អណាស់ហើយនឹងឈ្ងុយតែម្ដងហើយបានបន្លែធម្មជាតិចេះទៀតអូនិយាយពីថាញាក់សាច់តែម្ដងណាតែគ្រូគាត់បេះស្លឹកចលួងគាត់ថាបេះមកនិយាយថាថ្មីហ្មងនឹងខ្ចីលវក់ចលួងតាមពិតទៅញ៉ាំជាមួយស៊ុបក៏ឆ្ងាញ់ញ៉ាំជាមួយនឹងឆារបៀបគោកិច្ចអញ្ចឹងក៏ឆ្ងាញ់ដែរឆ្ងាញ់មែនតើតែម្ដងនេះខ្ញុំរហូតដល់ធ្លាប់តែញ៉ាំជាមួយនឹងស្លឹកកកូរឬក៏ម្ហូបអីផ្សេងណាហើយគិតថាវាល្អហើយញ៉ាំទៅមិនឆ្ងាញ់ទេតែខុសពីការគិតស្រឡះតែម្ដងបើសិនជាម្ហូបនេះញ៉ាំម្នាក់ឯងក៏អត់ឆ្ងាញ់ដែរតតែបានគ្នាច្រើនជប់បែបនេះមកឆ្ងាញ់ហើយឥឡូវនេះក៏យើងញ៉ាំហើយអស់ដែរនិយាយទៅមើលតែផ្ទះទៅចានឆ្នាំងគឺអស់រលីងតែម្ដងគ្មានសល់សំបីតែស្លឹកមួយសរសៃផ្ទះជួលនៅក្នុងទីរួមខេត្តព្រៃវែងឥឡូវនេះមានទំនេរសិនជាបងប្អូនត្រូវការអញ្ជើញមកមើលផ្ទាល់បានអាចធ្វើជា office កន្លែងស្នាក់នៅសម្រាប់បុគ្គលិកឬក៏សម្រាប់ដាក់អីវ៉ាន់ក៏បានដែរមានបន្ទប់គេង2បន្ទប់ទឹក2មានម៉ាស៊ីនត្រជាក់ទូទឹកកកសាឡុងនិងឧបករណ៍ជាច្រើនទៀត